រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីអញ្ជើញជាអធិបតីបើកបវេសនកាលថ្មីនៅវិទ្យាល័យស្ទឹងសែនដោយប្រកាសផ្ដោតលើគុណភាពអប់រំនិងវិន័យសិស្សតារា Cambodia News នៅព្រឹកថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025នៅវិទ្យាល័យស្ទឹងសែនស្ថិតក្នុងសង្កាត់ស្រយៅក្រុងស្ទឹងសែនខេត្តកំពង់ធំបានរៀបចំពិធីបើកបវេសនកាលថ្មីសម្រាប់ឆ្នាំសិក្សា2025-2026ពិធីនេះមានឯកឧត្តមលីច័ន្ទតុលារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយៅអញ្ជើញជាអធិបតីនិងអមដំណើរដោយលោកពេញកែមអភិបាលក្រុងស្ទឹងសែនក្រុមការងារចុះជួយសង្កាត់ស្រយៅលោកធុនធុងនាយកសាលាព្រះចៅអធិការវត្តក្តីអណ្ដែតគណៈកម្មការគ្រប់គ្រងសាលាមេភូមិគ្រូបង្រៀននិងសិស្សានុសិស្សជាច្រើនអ្នកលោកធុនធុងនាយកសាលាវិទ្យាល័យស្ទឹងសែនបានរាយការណ៍ថាសាលាមានអគារសិក្សា6ខ្នងមានបន្ទប់សិក្សា31បន្ទប់បុគ្គលិកសរុប66ស្រីចំនួន33នាក់និងសិស្សសរុប1390នាក់ស្រីចំនួន783នាក់ទីធ្លាដីសាលារៀនមានប្រវែង520ម៉ែត្រទទឹង2279ម៉ែត្រក្នុងឱកាសនោះឯកឧត្តមលីច័ន្ទតុលាបានមានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាបន្តអនុវត្តយុទ្ធសាស្ត្រអប់រំដើម្បីធ្វើឲ្យសាលារៀនក្លាយជាអង្គភាពផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់មានអភិបាលកិច្ចល្អនិងគណនេយ្យភាពចំពោះប្រជាជនរដ្ឋាភិបាលផ្ដោតលើការលើកកម្ពស់គុណភាពការបង្រៀននិងរៀនឲ្យសិស្សមានវិន័យសីលធម៌និងឥរិយាបថសមរម្យស័ក្តិសមជាកុលបុត្រធីតាខ្មែរគណៈអធិបតីបានបន្ថែមថារដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការគន្លឹះចំនួន4ដើម្បីពង្រឹងគុណភាពអប់រំទី1ពង្រឹងអភិបាលកិច្ចសាលារៀនទី2កែសម្រួលកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងឲ្យសមស្របនឹងតម្រូវការរបស់សិស្សទី3យកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភនិងត្រួតពិនិត្យគុណភាពអាហារទី4ជំរុញការចូលរួមរបស់មាតាបិតាអាណាព្យាបាលនិងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំ